សូមជូនរឿងដំរីស្វានិងស្រមោចក្រហមមានដំរីមួយក្បាលដើរអួតក្អែងប្រាប់ឯងជារឿយៗថាខ្លួនជាសត្វពូកែលេខ1ហើយរូបរាងក៏ធំជាងគេលេខ1ដែរថ្វីបើដំរីខ្លាំងពូកែនឹងមានមាឌធំនេះគឺជារឿងពិតតែគ្មានសត្វណាចូលចិត្តស្ដាប់ប៉ុន្មាននោះទេពិសេសគឺស្វាវាបានសើចចំអកទៅដំរីវិញថាយើងមិនទាន់ទុកចិត្តទេថាឯងមានមាឌធំលេខ1ហើយពូកែលេខ1នោះទេព្រោះមានសត្វដ៏តូចបំផុតលេខ1ដូចស្រមោចក្រហមគេក៏អួតថាជាសត្វខ្លាំងពូកែលេខ1ដែរដំរីពេលឮស្វាអួតពីស្រមោចក្រហមដូច្នេះដំរីខឹងសម្បាយ៉ាងខ្លាំងក៏លើកយកប្រមោចចាប់ស្វាបោកទៅនឹងគល់ឈើហើយឆ្លើយដោយកំហឹងថាយើតើស្រមោចក្រហមពូកែលេខ1ដូចម្ដេចទៅបើទូសឹងមើលមិនឃើញផងនោះស្វាមិននិយាយហើយក៏ស្ទុះទាំងប្រញាប់ប្រញាល់ទៅប្រមូលសម្បុកស្រមោចក្រហមមកកោសដាក់ប្រមោយដំរីគ្រាន់តែមួយផ្លេតប៉ុណ្ណោះដំរីក៏លើកប្រមោយក្រវីក្រវ៉ាត់ហើយស្រែករោតយ៉ាងឈឺចាប់ដោយមិនអាចទប់ទល់ជាមួយស្រមោចក៏ស្រែករោតលុតយន្តគង់ថាអូយខ្ញុំចាញ់ហើយស្រមោចពិតជាសត្វពូកែលេខ1មែនសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀត